កិច្ចប្រជុំផ្សព្វផ្សាយព័ត៌មានអំពីគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទនិងសិក្សាក្រុងប្លង់លម្អិតខ្សែផ្លូវចំនួន6ខ្សែនៅក្នុងខេត្តបន្ទាយមានជ័យឯកឧត្តមលីណារុនរដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍជនបទនិងជានាយករងគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទនិងឯកឧត្តមអមរិត្រីអភិបាលនៃគណៈអភិបាលខេត្តអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយព័ត៌មានអំពីគម្រោងការកែលម្អការតភ្ជាប់ផ្លូវជនបទនិងស្នើសុំផ្ដល់កិច្ចសហការដល់ដំណើរការសិក្សាក្រុងប្លង់លម្អិតនៃខ្សែផ្លូវចំនួន6ខ្សែនៅក្នុងខេត្តបន្ទាយមានជ័យប្រារព្ធធ្វើឡើងនៅសាលប្រជុំខសាលាខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី2មិថុនាឆ្នាំ2025កិច្ចប្រជុំនេះក៏បានពិភាក្សាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធដើម្បីស្នើសុំផ្ដល់កិច្ចសហការសម្របសម្រួលនិងផ្សព្វផ្សាយព័ត៌មានអំពីគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទក្នុងពេលសិក្សាក្រុងប្លង់លម្អិតខ្សែផ្លូវដែលបានជ្រើសរើសនៅក្នុងខេត្តបន្ទាយមានជ័យក្នុងក្របខ័ណ្ឌហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនឲ្យបានជោគជ័យតាមរយៈនេះក្រសួងអភិវឌ្ឍជនបទបានជ្រើសរើសខ្សែផ្លូវក្នុងខេត្តបន្ទាយមានជ័យចំនួន6ខ្សែប្រវែងសរុប13514គីឡូម៉ែត្រនិងត្រូវកែលម្អលើកម្រិតគុណភាពផ្លូវទៅជាក្រាលកៅស៊ូ2ជាន់ឬកម្រាលបេតុងនៅក្នុងឆ្នាំ2026ខាងមុខបច្ចុប្បន្នផ្លូវទាំង6ខ្សែនេះកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាក្រុងប្លង់បច្ចេកទេសលម្អិតដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Nippon Koei សូមបញ្ជាក់ថាគម្រោងផ្លូវទាំង6ខ្សែរួមមាន1ផ្លូវបាឡាំងជ្រៃស្រុកមគលបារីស្រុកម៉ាឡៃមានទទឹង8ម៉ែត្រប្រវែង 24.10 គីឡូម៉ែត្រ2ផ្លូវស្ពានស្រែភ្នំស្រុកប្រណិតព្រះទទឹង8ម៉ែត្រប្រវែង24គីឡូម៉ែត្រ3ផ្លូវតាផូស្រុកភ្នំស្រុកប្រណិតព្រះប្រវែង8ម៉ែត្រដែលមានប្រវែង29គីឡូម៉ែត្រ4ផ្លូវតែហាំងឃុំស្វាយជែកទទឹង8ម៉ែត្រប្រវែង25គីឡូម៉ែត្រ5ផ្លូវស្រែល្អថ្មពួកទទឹង8ម៉ែត្រប្រវែង18គីឡូម៉ែត្រនិង6ផ្លូវរលួសភូមិថ្មីស្វាយជែកថ្មពួកទទឹង8ម៉ែត្រប្រវែង14គីឡូម៉ែត្រ